លើកទី1មកធ្វើរបស់ត្រាំញ៉ាំគ្រឿងយើងមានច្រើនដែរសម្រាប់ឆាជាមួយទឹកស្អៀវហើយនិងមួយទៀតសម្រាប់ត្រាំនេះយើងត្រង់ហើយយើងដាក់វាឲ្យត្រជាក់សិនទឹកស្អ៊ីវនេះខ្ញុំប្រើរបស់ខ្មែរយើងហើយនិងរបស់កូរ៉េដែររបស់កូរ៉េវាអត់សូវប្រៃហើយរបស់ខ្មែរយើងវារៀងប្រៃបើយើងដាក់ទឹកខ្មែរសុទ្ធវាអាចថារសជាតិវារៀងប្រៃហើយខ្ញុំចង់ដឹងថាពងមាន់និងពងទាវារសជាតិខុសគ្នាអត់ចឹងណាអញ្ចឹងទៅខ្ញុំធ្វើបំបែកដាក់ប្រអប់ផ្សេងគ្នាសម្រាប់ពងទាពងមាន់បើសិនជាបងប្អូនធ្វើយកយើងទំទិញថ្មីអានឹងល្អជាងអានេះដោយសារពងចាស់អញ្ចឹងទៅវារៀងឆាប់បែកហើយគ្រាន់តែខ្ញុំនៅពេលដែលដាក់ត្រាំហ្នឹងបែកអស់ពី3បាត់ហើយមួយទៀតយើងអាចដាក់ទឹកស្អ៊ីវសិនចាំយើងចាប់ពងដាក់ហ្នឹងវាកាត់បន្ថយហានិភ័យក្នុងការបែកពងគ្រឿងផ្សំទាំងអស់ហ្នឹងបងប្អូនបាច់ដាក់ខ្ញីក៏បានដែរព្រោះបាត់ពិសោធន៍ខ្ញុំនៅពេលដែលខ្ញុំញ៉ាំប៉ះខ្ញីវាធ្វើឲ្យបាត់បង់រសជាតិសាច់បកាហើយនិងត្រីសាម៉ុនណាអញ្ចឹងបាច់ដាក់ក៏បានដែរដោយសារខ្ញុំចូលចិត្តណាខ្ញុំចេះតែដាក់តែនៅtrongវីដេអូខ្ញុំនឹងប្រាប់បងប្អូនថាខ្ញុំចូលចិត្តរសជាតិមួយណាជាងគេអានេះបន្ទាប់ពីខ្ញុំដាក់វាត្រាំមួយយប់ហើយប៉ុន្តែយើងអាចត្រាំត្រឹមតែ3-4ម៉ោងក៏យើងអាចញ៉ាំបានដែរពងបាច់អស់ច្រើនប៉ុន្តែរសជាតិវានៅតែល្មូតឆ្ងាញ់ខ្ញុំគិតថាពងទាអាចនៅឆ្អាបប៉ុន្តែនៅពេលត្រាំចេះអត់ឆ្អាបទេហើយញ៉ាំទៅអត់ដឹងថាមួយណាពងមិនពងទាវាឆ្ងាញ់ដូចគ្នាស្រាប់តែគេចូលជាតិមែនទេឡើងចង់ឆ្អិនហើយខ្ញុំអត់សូវចូលចិត្តក្លិនត្រីសាម៉ុនទេប៉ុន្តែពេលត្រាំចេះវាអត់មានក្លិនហើយញ៉ាំទៅឆ្ងាញ់ហ្មងវាចូលជាតិខ្ញុំចូលចិត្តញ៉ាំលក់ញ៉ាំបន្លែប៉ុន្តែសម្រាប់របស់ត្រាំនេះបន្លែដែលត្រូវជាមួយវាជាងគេមានតែពីរមុខហ្នឹងទេខ្ញុំគិតថាឆ្ងាញ់ហ្មងអាស្រ័យហ្នឹងដាក់ទៅវាត្រូវហ្មងវាចាប់ជាតិហើយអត់បានគឺខ្ទឹមបំពងនឹងឯងគឺឆ្ងាញ់បងប្អូនតើនេះកុំភ្លេចធ្វើញ៉ាំណាខ្ញុំចង់ដឹងថាបងប្អូនចូលចិត្តរសជាតិមួយណាដែរនៅខ្យងប៉ារ៉ាទឹកស្អ៊ីវមួយទៀតខ្ញុំចង់ញ៉ាំមែនទែនតែរកទិញនៅសៀមរាបយើងអត់មានណាបងប្អូនមានដឹងថានៅសៀមរាបយើងកន្លែងណាលក់ខ្យងប៉ារ៉ាខ្ញុំគិតថាខ្ញុំអាចញ៉ាំត្រីសាម៉ុនត្រាំបានតែសម្រាប់ស្រស់ខ្ញុំអត់ចេះញ៉ាំហើយសម្រាប់រសជាតិទាំងអស់ខ្ញុំចូលចិត្តរសជាតិបកាជាងគេព្រោះនៅពេលដែលញ៉ាំទៅខ្ញុំនៅចាំរសជាតិនឹងអត់ទាន់ភ្លេចវាឆ្ងាញ់ហ្មងវាចូលជាតិហើយខ្ញុំចូលចិត្តអបគាត្រាំនឹងជាងគេអរគុណបងប្អូនដែលបានមើលវីដេអូហើយសង្ឃឹមថាបងប្អូននឹងមានពេលសាកល្បងធ្វើញ៉ាំទាំងអស់គ្នា